ដើម្បីដាក់ conditional formatting ដូចជាការ eliminated player ក្នុងរឿងលេង game អញ្ចឹងណាអូខេអញ្ចឹងដំបូងឡើយយើងមានតំណែងយើង select តំណែងទាំងអស់សិនមកតែវាកដកអញ្ចឹងបាទ select យើង select ទាំងអស់មកយើងទៅជា go to special កន្លែងនេះហើយយើង select កន្លែង constant អញ្ចឹងវាបាន select តំណែងអញ្ចឹងយើង highlight ពណ៌នេះកន្លែងនេះមិនបាច់ក៏បានដែរទាំងពណ៌ cell ទាំង text នេះតែខ្ញុំដាក់ឲ្យវាខុសគេអញ្ចឹងណាសំខាន់គឺនៅកន្លែង conditional formatting នេះយើងចូល new rule ហើយយកកន្លែងខាងក្រោមគេនេះបន្តមកទៀតយើងចូលកន្លែងនេះយើងសរសេររូបមួយគឺ count if បើវងចោលទៅ select តារាងខាងក្រោមដែលយើងនឹងបញ្ចូលទិន្នន័យហើយ comma មួយទៅ select cell លើគេនេះប៉ុន្តែយើងដោះស្រាយជាសល់តែ b1 បើវងចោលស្មើលេខ1តមកយើងដាក់ custom កន្លែង number នេះគឺទៅជាអក្សរ x អូខេ field ដាក់ពណ៌ក្រហមអញ្ចឹងយើងបានលក្ខខណ្ឌប៉ុណ្ណឹងអញ្ចឹងដើម្បីយើងចូលទិន្នន័យសាកមើល001 002អញ្ចឹងដើម្បីដែលចូលលេខចូលកន្លែងណាក៏ដោយគឺវានឹងលោតទៅខ្វាយណាដូចជា player ហ្នឹងត្រូវបានគេសម្រាប់ចោលបាទអរគុណច្រើន